តើអ្នកនៅតែចូលចិត្តឪពុករបស់អ្នករត់ខ្ញុំមិនហ៊ានចូលចិត្តទេការឈឺចាប់ពី6ឆ្នាំមុននៅតែភ្លឺឡើងក្នុងចិត្តរបស់ស្ត្រីនោះទោះបីជានាងនិងអតីតស្វាមីរបស់នាងឥឡូវនេះមានលក្ខណៈសម្បត្តិស្មើគ្នាគ្រប់បែបយ៉ាងក៏ដោយប៉ុន្តែស្នេហាដែលពួកគេធ្លាប់មានជាមួយគ្នាមិនអាចរកឃើញម្ដងទៀតទេបន្ទាប់ពីរួនលីសេងចាក់ចេញហើយគាត់ចង់ធ្វើការជាមួយជីតារបស់គាត់ដើម្បីបញ្ចុះបញ្ចូលនាងឈីឈៀនឲ្យបន្តការតស៊ូអំណាចទន់ភ្លន់ដោយក្លាហានប៉ុន្តែនាងជីឈៀនមិនបានសម្លឹងមើលឪពុករបស់គាត់ដោយក្តីសប្បុរសទេនាងត្រូវបានស្នើសុំឲ្យទៅជួបជីតារបស់នាងភ្លាមលីងជីឈៀនរស់នៅជាមួយម្ដាយរបស់គាត់តាំងពីកុមារភាពខ្ញុំមិនដឹងពីរបៀបចុះសម្រុងជាមួយឪពុកខ្ញុំទេនៅក្នុងចិត្តរបស់ពួកគេពោពេញដោយការឈឺចាប់ដោយសារតែឪពុករបស់ពួកគេបានបោះបង់ចោលពួកគេរីករាយថ្ងៃកំណើតកូនប្រុសរបស់អ្នកណាជីតាបានប្រាប់ខ្ញុំឲ្យនិយាយវាពរជ័យដែលលោកឌីងមិនអាចនិយាយផ្ទាល់បានខ្ញុំអាចសុំតែនាងឲ្យបញ្ជូនសារនេះទៅគេប៉ុណ្ណោះបន្ទាប់ពីនាងបានបញ្ចប់ការរៀបរាប់ពាក្យរបស់ជីតានាងគាត់បានរំលឹកយ៉ាងស្មោះស្ម័គ្រដល់នាងជីឈៀនឲ្យមានចិត្តសុភាពរាបសារចំពោះមនុស្សគ្រប់គ្នានាពេលអនាគតអាកប្បកិរិយាបច្ចុប្បន្នរបស់គាត់ធ្វើឲ្យមនុស្សគ្រប់គ្នាខ្លាចមិនហ៊ានចូលទៅជិតគាត់ពាក្យសម្ដីរបស់នាងសៀងពិតជាបានធ្វើឲ្យនាងស៊ីឈៀនចាប់អារម្មណ៍យ៉ាងខ្លាំងនេះជាមូលហេតុដែលរួន Vision មិនហ៊ានស្រឡាញ់គាត់ម្ដងទៀតរួនលីវជឿងបានត្រឡប់ទៅមាត់ទ្វារផ្ទះរបស់គាត់វិញគាត់បានដឹងថាស៊ូលូនៅតែរងចាំគាត់នៅទីនោះមេធាវីខលហេតុអ្វីបានជាអ្នករងចាំខ្ញុំតោះដើរលេងនៅតាមផ្លូវមេធាវីខលបាននិយាយថាចាប់តាំងពីលើកចុងក្រោយដែលពួកគេបានចំណាយពេលពិធីបុណ្យពាក់កណ្ដាលសប្តាហ៍ទៅជាមួយគ្នានៅមន្ទីរពេទ្យរូបភាពរបស់គីលៀនឧបថាយិការូបនេះត្រូវបានចារឹកយ៉ាងជ្រៅនៅក្នុងចិត្តរបស់គាត់រួនលីវជឿជាងសាច់ហើយនិយាយថាវាគ្រាន់តែជាការងារមួយប៉ុណ្ណោះកុំគិតថាខ្ញុំជាមនុស្សឆេវឆាវខ្លាំងពេកប៉ុន្តែដោយសាររូបរាងនិងបុគ្គលិកលក្ខណៈរបស់អ្នកខ្ញុំជឿថាក្មេងស្រីជាច្រើនចូលចិត្តអ្នកប៉ុន្តែខ្ញុំគ្រាន់តែចូលចិត្តអ្នកប៉ុណ្ណោះខ្ញុំរវល់ខ្លាំងណាស់ជាមួយការងាររាល់ថ្ងៃដំណាក់កាលមួយទៀតនៃការរីកចម្រើនអាជីពខ្ញុំមិនចង់រំខានដោយបញ្ហាទំនាក់ទំនងទេកុំបារម្ភអីខ្ញុំនឹងមិនខត់អ្នកទេនៅថ្ងៃបន្ទាប់ពីចេញពីធ្វើការនាងជីឈៀនបានចូលទៅក្នុងឡានរបស់រួនលីវជឿជាងភ្លាមរួនលីវចិនគិតថារថយន្តរបស់គាត់ត្រូវបានរឹតបន្តឹងមិនឲ្យបើកបរម្ដងទៀតនាងជីឈៀនបានប្រាប់គាត់ថារួនឡាងបានអញ្ជើញគាត់ទៅញ៉ាំអាហារពេលល្ងាចខ្ញុំចៃដន្យនឹងទៅធ្វើដំណើរអាជីវកម្មដើម្បីថ្លែងសុនទ្រព្យថានៅសប្តាហ៍ក្រោយពេលអ្នកកំពុងធ្វើវាសូមទៅពិនិត្យមើលការរៀបចំរបស់គាត់ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួកគេត្រឡប់មកផ្ទះវិញពួកគេបានរកឃើញឈូឡូនៅទីនោះដែរអ្នកប្រហែលជាមិនស្គាល់មេធាវីខូទេគ្រូដែលស្គាល់លោកលីវជេងនាយកនេះមិនត្រឹមតែជាគ្រូរបស់ប្អូនស្រីខ្ញុំទេគាត់នៅតែជាប្អូនស្រីរបស់ខ្ញុំប្អូនប្រុសរបស់អតីតស្វាមីរបស់ប្អូនស្រីអ្នកតែងតែចូលចិត្តប្អូនស្រីម្នាក់នេះដោយដឹងថាឈូឡូនៅទីនោះគាត់បានហៅនាងឈីឈៀនយ៉ាងរហ័សហើយឪពុករបស់រួនពិតជាចូលចិត្តមេធាវីធនណាស់ខ្ញុំគិតថាគាត់ជាមនុស្សឆ្លាតវៃមានសុជីវធម៌ហើយអាចលេងអុកបានម៉ាក់ក្លីចូលចិត្តទាំងពីរអ្នកទាំងពីរមានចិត្តស្រដៀងគ្នានៅក្នុងគ្រួសារនេះបន្ទាប់ពីអាហារពេលល្ងាចរួចនាងជីឈៀននិងរួនលីវជឿជាងបានត្រឡប់ទៅបន្ទប់របស់ពួកគេវិញដើម្បីពិនិត្យមើលសម្ភារៈដែលបានរៀបចំសម្រាប់សុនទ្រព្យថារបស់ពួកគេលីងជីឈៀនបានរកឃើញរន្ធតូចមួយដែលមានឈ្មោះរបស់គាត់សរសេរនៅលើវានៅលើគ្រែរបស់គាត់រួន Vision បានឆក់យកវាយ៉ាងលឿនដោយនិយាយថាវាជាថង់ដាវរបស់គាត់ពេលគាត់កំពុងនិយាយគាត់បានដើរនាងពីរបីដងដោយចៃដន្យបន្ទាប់មកខ្ញុំបានយកគាត់ទៅកុំព្យូទ័រលីងជីឈៀនបានដើរមកហើយអន់ចុះដើម្បីពិនិត្យមើលឯកសារនៅពេលនេះរួនលីវជឿងបានងាកមកពួកគេទាំងពីរបានសម្លឹងភ្នែកគ្នាពេលវេលាហាក់ដូចជាឈប់ស្ងៀមនៅពេលដែលភ្នែករបស់ពួកគេជួបគ្នាវាត្រូវការពេលមួយរយៈដើម្បីដឹងថាមានអ្វីកំពុងកើតឡើងគាត់ប្រញាប់ប្រាប់ឲ្យគេមើលគាត់ក៏ក្រោកឈរភ្លាមហើយដើរទៅម្ខាងបន្ទាប់មកគាត់បានសុំឲ្យឈីឈៀនបិទទ្វារខ្ញុំឆ្ងល់ថាតើខូឡៃកំពុងគិតអ្វីពេលនាងបិទទ្វារខ្ញុំមិនដឹងថាពេលវេលាបានកន្លងផុតទៅប៉ុន្មានទេទីបំផុតលីងជីឈៀនបានអានឯកសារចប់ហើយគាត់បានបិទភ្លើងហើយដើរទៅក្បែរគ្រែគេបានរកឃើញថារួនលីសេងកំពុងដេកលក់គាត់បានដាក់ដៃណូសោតូចនោះដោយប្រុងប្រយ័ត្ននៅក្នុងដៃរបស់គាត់ខ្ញុំបានគ្រប់គាត់ដោយភួយដោយក្តីពេញចិត្តទន្ទឹមនឹងនេះស៊ូលូនៅខាងក្រៅបានពិនិត្យមើលពេលវេលាវាកាន់តែយប់ជ្រៅហើយខ្ញុំគួរតែទៅផ្ទះវិញលោកមេធាវីខូវីយឺតពេលហើយហេតុអ្វីមិនត្រឡប់ទៅវិញមុនបងប្រុសបង្កើតរបស់ខ្ញុំនិងប្អូនស្រីរបស់ខ្ញុំពួកគេប្រហែលជាត្រូវរងចាំរហូតដល់ព្រឹកស្អែកប៉ុន្តែការទេកំភ្លៀងនោះបានកើតឡើងលឿនពេកខូលើទើបតែក្រោកឡើងដើម្បីចាក់ចេញដេងឈីហ៊ានចេញមកដើម្បីផ្គប់ចិត្តរួនលីសេងតាមពិតទៅមេធាវីខូបានតំណាងអ្នកជំងឺនៅក្នុងនាយកដ្ឋានដោយឥតគិតថ្លៃឆ្លៀតឱកាសនេះដើម្បីរួមបញ្ចូលទៅក្នុងរង្វង់ខាងក្នុងរបស់ពួកគេចលនានេះពិតជាបានធ្វើឲ្យមិត្តរួមការងាររបស់គាត់ចាត់ទុកគាត់ថាជាមេមនុស្សគ្រប់គ្នាចង់អញ្ជើញលោកមេធាវីខូញ៉ាំអាហារពេលល្ងាចណាស់ចិត្តណាពិតរបស់មេធាវីខូមិនមែនជាអ្វីដែលវាហាក់ដូចជានោះទេគាត់បានស្នើភ្លាមថារួនលីសេងនឹងទៅជាមួយគាត់ទៅពិធីជប់លៀងយប់នេះមានពិធីប្រគល់រង្វាន់ធំមួយទុកចោលដោយគ្មានជំរឿផ្សេងទៀតរួនលីវជឿងគ្មានជុំឬអ្វីក្រៅពីយល់ព្រមឡើយយប់នោះរួនលីវជឿងស្លៀកពាក់យ៉ាងប្រុងប្រយ័ត្នការតុបតែងភ្នែកនិងចិញ្ចើមទន្ទឹមនឹងនេះដែលលីងជីឈៀនដែលឈរនៅម្ខាងបានខ្លាយជាមនុស្សឆ្លើយខ្លាំងណាស់ខ្ញុំចង់បញ្ឈប់វាច្រើនដងណាស់ប៉ុន្តែខ្ញុំមិនដឹងថាត្រូវចាប់ផ្ដើមដោយរបៀបណាទេបន្ទាប់ពីរយៈពេលនៃការតស៊ូផ្ទៃក្នុងទីបំផុតលីងជីឈៀនមិនអាចជួយអ្វីបានក្រៅពីរំលឹករួនលីវជឿងឲ្យប្រយ័ត្នចំពោះចរិតរបស់មេធាវីស៊ីវស៊ឺហេតុផលរបស់គាត់ក្នុងការដោយមើលទៅពេញចិត្តណាស់គាត់ថែមទាំងបានរើដំបងមួយមកផ្ទះមុខរបស់គាត់រហូតដល់ភ្នែកដែលរោមភ្នែករួញអតីតស្វាមីបានរមៀលភ្នែករបស់គាត់យ៉ាងខ្លាំងគាត់លែងអាចទ្រាំនឹងអត្ថបទនោះបានទៀតហើយហេតុអ្វីបានជាអ្នកនៅទីនេះមានអ្វីខុសអ្នកនឹងដឹងនៅពេលអ្នកមកដល់ទីនេះរងចាំមួយផ្លេតវាបង្ហាញថារួនលីសេងកំពុងណាត់ជួបជាមួយបុរសសង្ហានិងរហ័សរហួនម្នាក់ឌីងជីឈៀនបានព្យាយាមរកវិធីដើម្បីបញ្ឈប់គាត់រួនលីវជឿងដែលទើបតែតុបតែងមុខរួចស្រស់ស្អាតខ្លាំងណាស់ស្លាប់ហើយគ្មានឱកាសទេបន្ទាប់មកគាត់បានអង្រួនរូបរាងដ៏តាក់ទាញរបស់គាត់ដើរដោយទឹកមុខប្រងើយកន្តើយចំពោះក្រុមគ្រួសារនិងមិត្តភ័ក្តិប៉ុន្តែខ្ញុំបានឮសំឡេងកណ្ដឹងភ្លាមពេលខ្ញុំទៅដល់មាត់ទ្វារគាត់បានងាកមកវិញយ៉ាងរហ័សហើយសួរនាងជីឈៀនថាមានរឿងអ្វីកើតរត់តាមផ្លូវជាមួយកូនតូចនៅក្នុងដៃភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿងបើកលឿនមកពេលឃើញបែបនេះលីងជីឈៀនក៏បោះឆាត់ចោលទៀតប៉ុន្តែមុខដែលធ្លាប់ស្គាល់បានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងជិតស្និទ្ធមួយពេលគាត់ត្រឡប់មកសន្តាគារវិញខ្ញុំបានឃើញស្ត្រីនោះ
នោះចេញពីបន្ទប់របស់នាងជីឈៀនម្ដងទៀតរួនលីវជឿងមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីដោយចង់ដឹងខ្ញុំក៏បានចូលទៅក្នុងបន្ទប់នួនមិនផឹកស្រាជាប្រចាំមែនទេខ្ញុំឆ្ងល់ថាអ្នកណាមានឥទ្ធិពលខ្លាំងម្ល៉េះឃើញនាងជីឈៀនរួនខ្លួនយ៉ាងគួរឲ្យអាណិតនៅលើគ្រែរួនតែភ្នែករបស់ពួកគេជួបគ្នាខ្យល់ជុំវិញហាក់ដូចជាមិនច្បាស់លាស់ប៉ុន្តែនៅពេលដែលបរិយាកាសល្អលីងជីឈៀនស្រាប់តែបានបញ្ចេញទឹកជ្រោះជាច្រើនលើកជាប់គ្នាស្រួលខ្លួនម្ល៉េះរំខានដល់ម្លឹងដោយឃើញថាស្ថានភាពរបស់នាងជីឈៀនបានប្រសើរឡើងរួនលីវជឿជាងស្ទាក់ស្ទើរក្នុងការចាក់ចេញក្មេងស្រីនោះបានប្រញាប់ទៅយកគាត់នៅថ្ងៃបន្ទាប់មករួនវីសេងបានដឹងវាបង្ហាញថាការជួបជុំគ្នាយ៉ាងមីញឹករបស់នាងជីឈៀនកាលពីយប់មិញគឺគ្រាន់តែដើម្បីណែនាំគាត់ឲ្យស្គាល់ផ្នែកវះកាត់សរសៃប្រសាទប៉ុណ្ណោះជាពិសេសបើកផ្លូវសម្រាប់អាជីពរបស់គាត់រួនលីវជឿងមានអារម្មណ៍រំជួលចិត្តភ្លាមប៉ុន្តែពេលឃើញការអបដ៏កក់ក្ដៅរបស់ពួកគេខ្ញុំមិនអាចជួយអ្វីបានក្រៅពីបង្វើភ្នែកដោយក្តីច្រណែនគាត់បែរខ្លួនហើយចេញទៅតែម្នាក់ឯងដោយកំហឹង